បេសកកម្មទៅតាមរកប្លង់ដែលគេ trending នៅក្នុងភាសាអង្គរវត្តតាម TikTok អញ្ចឹងបើចង់ដឹងថាដំណើររុករករបស់ខ្ញុំជោគជ័យឬមួយក៏រោគរ៉ាបែបណាអ្នកនរគ្នាកុំភ្លេចមើលវីដេអូនេះឲ្យដល់ចប់អញ្ចឹងដើម្បីជិះកិច្ចក្នុងការចាប់ផ្ដើមបេសកកម្មរបស់ខ្ញុំជាមួយម៉ាក់របស់ខ្ញុំណាគឺខ្ញុំត្រូវតែបុកឡានឡើងទៅសៀមរាបឡានដែលខ្ញុំជិះនេះគឺខ្ញុំជិះតាម e-booking អ្នកនរគ្នានិយាយទៅតាំងពីជិះនៅកន្លែងគាត់បានម្ដងគឺថាខ្ញុំញ៉ាំហ្មងដោយសារតែនៅខាងគាត់ហ្នឹងតាំងពីប្រភេទឡានដែលយើងជិះគឺថាថ្មីហ្មងហើយមួយទៀតសេវាកម្មនៅនេះគឺខ្ញុំទទួលយកបាននិយាយទៅគឺថា the best សម្រាប់ខ្ញុំហ្មងហើយសម្រាប់ការកក់សំបុត្រឡានវិញគឺខ្ញុំបាន booking តាម app Redbird អ្នកនរគ្នាដោយសារតែ e-booking កំពុងតែមាន promotion ពិសេសនៅក្នុង app Redbird អ្នកនរគ្នាគ្រាន់តែធ្វើការវាជាមួយ promo code កដោ20អ្នកនរគ្នានឹងទទួលបានការបញ្ចុះតម្លៃ discount $4 ភ្លាមៗក៏ដូចជា cashback $6 ភ្លាមៗហើយក្រៅពីការបញ្ចុះតម្លៃណាអ្នកនរគ្នាក៏មានឱកាសឈ្នះរង្វាន់ជាច្រើនដូចជាដបទឹកឆាតអាវភ្លៀងនិងរង្វាន់ជាច្រើនទៀតហើយ promo code មួយនេះគឺមានសម្រាប់តែ e-booking តែប៉ុណ្ណោះហើយខ្ញុំមកដល់សៀមរាបនេះប្រហែលជាម៉ោង 7:01 អ្នកនរគ្នាអញ្ចឹងហើយកិច្ចការដែលត្រូវធ្វើទី1ហ្នឹងគឺទៅ check in នៅកន្លែងគេហើយកន្លែងដែលខ្ញុំគេងហ្នឹងគឺគាត់មានដៃគូសហការជាមួយនឹង e-booking អញ្ចឹងនៅពេលដែលយើងទៅដល់ណាបើត្រូវការហៅតុកអីណាឆ្ងាយទេនិយាយទៅគឺពួកគាត់ជូនយើងទៅដល់កន្លែងគេងតែម្ដងហើយសម្រាប់កន្លែងដែលខ្ញុំគេងហ្នឹងគឺមានឈ្មោះថាសៀមរាប Riverside ហើយមកគេងនៅនេះស្រួលត្រង់ថាកន្លែងដើរលេងអីហ្នឹងគឺនៅចិត្តហ្មងហើយទ្រាំតែធ្វើការ check in ក៏ដូចជារៀបចំអីវ៉ាន់ទុកដាក់ហើយម៉ោងប្រហែលជា 7:02 ឯអ្នកនរគ្នាហើយម៉ែកូនខ្ញុំនេះអត់ទាន់បានបាយថ្ងៃទេដោយសារតែចង់មកញ៉ាំបាយថ្ងៃនៅសៀមរាបអញ្ចឹងណាប៉ុន្តែគម្រោងរបស់ខ្ញុំក៏ជោគជ័យដែរគ្រាន់តែថាវារៀងឡែតអីអញ្ចឹងណាហើយកន្លែងបាយថ្ងៃដែលខ្ញុំមកញ៉ាំនេះគឺគេល្បីខ្លាំងមែនតែនហ្មងនិយាយទៅមកទៅតាម TikTok មកមិនងាយខុសទេអញ្ចឹងបន្ទាប់ពីបាយថ្ងៃហើយមិនឲ្យខាត់ពេលវេលាយូរទេខ្ញុំមួយម៉ាក់របស់ខ្ញុំគឺធ្វើការទៅជួលម៉ូតូគេជិះហើយយើងទៅស្ថានគេដើម្បីងូតទឹកផ្លាកាអាហើយយើងទៅដើរលេងតាមហាងកាហ្វេហើយហាងកាហ្វេដែលខ្ញុំទៅនេះគឺជា Fern Cafe អ្នកនរគ្នាខ្ញុំនិយាយមែនខ្ញុំទៅ5ដងគឺថាប្លែកទាំង5ដងតែម្ដងហើយចូលមកដល់យប់ឡើងខ្ញុំមួយម៉ាក់របស់ខ្ញុំមានជាការដើរលេងតាមផ្សាររាត្រីក៏ដូចជា Pub Street ប៉ុន្តែដើរល្មមតិចគឺបញ្ញាប់មកកន្លែងគេងវិញដើម្បីយើងសេវកម្លាំងដើរលេងស្អែកបន្តទៀតចូលមកដល់ព្រឹកឡើងបាច់ត្រូវគិតថាស្អែកនេះគួរញ៉ាំអីទេដោយសារតែកន្លែងខ្ញុំគេងហ្នឹងគឺគេមាន serve breakfast ឲ្យហ្មងអញ្ចឹងបន្ទាប់ពីញ៉ាំអីហើយបេសកកម្មរបស់យើងគឺចាប់ផ្ដើមចង់និយាយថាម៉ាឡេស៊ីមរៀបខែនេះគឺស្អាតខ្លាំងបើនិយាយពីទេសភាពតាមផ្លូវវិញគឺខ្ញុំឲ្យ10លើ10តែម្ដងហើយម៉ោងដែលខ្ញុំទៅដល់ហ្នឹងគឺផឹកព្រលឹមខ្លាំងមែនតើហ្មងខ្ញុំអត់ expect ថានឹងមានមនុស្សទៅដល់ច្រើនសម្រាប់តំងជួថតនៅកន្លែងដែលគេកំពុង trending ហ្នឹងទេហើយមុននឹងទៅហ្នឹងក៏ research ដែរថាប្លង់ដែលស្អាតគេកំពុង trending ហ្នឹងគឺនៅខាងក្រោយប្រាសាទទេប៉ុន្តែចិត្តរបៀបថាជ្រុលទៅដល់ហើយយើងគួរតែដើរពីមុខទៅដល់ខ្នើយចឹងទៅយើងមើលទេសភាពមើលរូបរាងប្រាសាទអីអញ្ចឹងណាចាពីអ្នកម៉ែកូនទ្រាំទៅដើរទៅដល់សួរគេផងអីផងចង់អស់ខ្លាញ់ជង្គង់ហ្មងតែគ្រាន់ថាពេលទៅដល់ហ្នឹងគឺស្អាតរបស់គេមែនអ្នកនរគ្នាខ្ញុំនិយាយមែនអាឃើញនៅផ្នែកផ្ទាល់គឺស្អាតជាងអីដែលយើងឃើញនៅក្នុង TikTok ទេអញ្ចឹងពេលខ្ញុំទៅបើសិនជាអ្នកនរគ្នាមានកម្រងថាចង់ទៅហត់ទៅកន្លែងហ្នឹងទេអញ្ចឹងអ្នកនរគ្នាអាចធ្វើការផ្ញើម៉ូតូនៅខាងក្រោយបាននិយាយទៅដើរតែបន្តិចគឺដល់ហ្មងហើយបើខ្លាចថារកអត់ឃើញអីមិនបាច់ភ័យទេសួរតែបងអ្នកនៅធ្វើការនៅនឹងទៅប្រាប់គាត់ថាបងកន្លែងណាដែលគេកំពុងតែ trending នៅ TikTok គឺគាត់ស្គាល់ហ្មងអញ្ចឹងវីដេអូបេសកកម្មរបស់ខ្ញុំអាចនិយាយបានថាយើងជោគជ័យខ្លះអត់ជោគជ័យខ្លះដោយសារតែអត់សូវមានរូបស្អាតប៉ុន្តែអត់មានជាបញ្ហាអីទេអាចនិយាយបានថានេះគឺជាបទពិសោធន៍ក៏ដូចជាអនុស្សាវរីយ៍ដ៏ល្អហើយចង់ថាទៅដើរលេងសៀមរាប2ថ្ងៃមួយយប់មួយម៉ាក់ឯណាប៉ុន្តែ footage ក៏មានច្រើនគួរសមដែរអញ្ចឹងកុំភ្លេចចាំមើលវីដេអូខ្ញុំក្រោយៗទៀតផង